Stellar! That would be so much easier, wouldn't it? សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ Ice ថ្ងៃនេះខ្ញុំមានរឿងមួយយកមកនិយាយប្រាប់អ្នកទាំងអស់គ្នាដែលរឿងមួយនេះនិយាយអំពីបងប្អូនមួយគូក្រលំបាកមែនតើមិនថាពួកគេខំប្រឹងរកលុយយ៉ាងណាក៏ពួកគេនៅតែក្រីក្រលំបាកដដែលនៅថ្ងៃមួយពីរអ្នកបងប្អូននេះបានជួបនារីចម្លែកម្នាក់ដែលបានផ្ដល់ឲ្យពួកគេនៅជំរើសមួយគឺនាងនឹងធ្វើឲ្យគ្រួសារដ៏ក្រីក្រមួយនេះក្លាយទៅជាកំពូលគ្រួសារអ្នកមានទាំងទ្រព្យនិងទាំងអំណាចប៉ុន្តែអ្វីដែលពីរអ្នកបងប្អូននេះត្រូវប្រគល់ឲ្យនាងវិញគឺជាជីវិតមិនមែនជីវិតតែពួកគេពីរនាក់ឯងគឺនាងចង់បានទាំងពូជពីរអ្នកបងប្អូននេះក៏ព្រមទទួលយកសំណើនឹងហើយពួកគេពិតជាខ្លាចជាកំពូលអ្នកមានពិតមែនរវល់តែឆ្លុះវង្វេងជាមួយនឹងទ្រព្យសម្បត្តិពួកគេក៏ភ្លេចបាត់អំពីនារីម្នាក់នោះនិងការដោះដូរដែលពួកគេបានធ្វើជាមួយនាងនៅពេលវេលាដែលត្រូវស្លាប់មកដល់នារីម្នាក់នោះក៏ត្រឡប់មកវិញឆក់យកជីវិតរបស់ពួកគេម្ដងម្នាក់ដោយការស្លាប់របស់ពួកគេនីមួយៗមានភាពសាហាវខ្លាំងមែនទែនចង់ដឹងថាតើនៅក្នុងគ្រួសារនេះមានសមាជិកណាដែលអាចរួចខ្លួនពីនារីចម្លែកម្នាក់នឹងបានដែរឬអត់បើសិនជារួចមែនតើពួកគេនឹងរួចដោយរបៀបណាចង់ដឹងទស្សនាវីដេអូនេះទាំងអស់គ្នាខ្ញុំជឿថានៅក្នុងចំណោមអ្នកទាំងអស់គ្នាភាគច្រើនប្រកាសជាមាន smartphone ម្នាក់មួយហើយការប្រើរបស់អីក៏ដោយវាក៏ជាអត់ផុតពីការខូចដែរដូចជាការប្រើ smartphone នេះវានឹងអាចខូចថ្មឬក៏ខូចអេក្រង់អីជាដើមដោយបើសិនអ្នកទាំងអស់គ្នាជួបបញ្ហាហ្នឹងខ្ញុំមានហាងដ៏គួរឲ្យទុកចិត្តមួយដែលចង់ណែនាំឲ្យអ្នកទាំងអស់គ្នាស្គាល់ហាងនោះមានឈ្មោះថា The Open Store ដោយពាក្យស្លោករបស់ហាង The Open Store នេះគឺគុណភាពសុចរិតភាពនិងតម្លៃសមរម្យគេមានជាងជំនាញរងចាំធ្វើឲ្យអ្នកទាំងអស់គ្នាហើយទាំងអស់គ្នាមិនបាច់បារម្ភទេថានៅពេលដែលយកទូរស័ព្ទទៅធ្វើនៅទីហ្នឹងគេស៊ីគ្រឿងដោយសារតែគេអនុញ្ញាតឲ្យយើងអង្គុយមើលជាងធ្វើទូរស័ព្ទរបស់យើងតែម្ដងលើពីនឹងទៀតរៀងរាល់ពេលដែលយើងទៅបដូរគ្រឿងបន្លាស់នៅ The Open Store គេនឹងចេញបានធានាឲ្យយើងដោយបើសិនជាបន្ទាប់ពីការបដូរគ្រឿងនោះរួចគ្រឿងដែលយើងបានបដូរនឹងវាមានបញ្ហាយើងអាចទៅហាងនឹងម្ដងទៀតបានដោយគេនឹងធ្វើឲ្យយើងម្ដងទៀតដោយអត់គិតប្រាក់នោះទេហើយអ្នកទាំងអស់គ្នាចំពោះអីវ៉ាន់គ្រឿងបន្លាស់ដែលគេនឹងបដូរឲ្យអ្នកទាំងអស់គ្នានឹងនាំមកផ្ទាល់ពីរោងចក្ររបស់ចិនដែលត្រូវបានធ្វើតេស្តកម្រិតស្តង់ដារអីឡើងល្អអស់ហើយដោយគេមានទាំងថ្ម high capacity ហើយអេក្រង់ Apple Cinematic ក៏មានដែរសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ទៅហាងរបស់គាត់ផ្ទាល់ចង់មើល social media ឬក៏ចង់តាក់ទងទៅ The Open Store អ្នកទាំងអស់គ្នាអាចចុចចូលទៅក្នុង link នេះបានដែលនឹងមានគ្រប់យ៉ាងសម្រាប់អ្នកទាំងអស់គ្នាត្រូវការដែលខ្ញុំនឹង pin link ហ្នឹងនៅក្នុង comment រឿងនេះវាចាប់ផ្ដើមឡើងអំពីគ្រួសារដ៏ក្រីក្រមួយដែលមានសមាជិក3នាក់ម្ដាយឈ្មោះ Eliza គាត់មានកូនភ្លោះ2នាក់ប្រុសមួយស្រីមួយដែលកូនប្រុសមានឈ្មោះថា Roderick និងកូនស្រីមានឈ្មោះថា Madeline Eliza គឺជាលេខារបស់លោក Longfellow CEO របស់ក្រុមហ៊ុនខាងថ្នាំមួយដែលមានឈ្មោះថា Fortunato Eliza មិនត្រឹមតែធ្វើការងារធម្មតាឲ្យ Longfellow ប៉ុណ្ណោះទេគាត់ក៏ធ្វើជាស្រីកំណើតរបស់ Longfellow ផងដែរទង្វើមួយនេះធ្វើឲ្យ Eliza មានកូន2នាក់ដែលពួកគេគឺជា Roderick និង Madeline នឹងឯងក្មេងទាំង2នាក់នេះត្រូវរស់នៅជាមួយនឹងម្ដាយរបស់គេពីព្រោះថាពួកគេអត់បានទទួលស្គាល់ពីឪពុករបស់ពួកគេនោះឡើយហើយ Eliza តែងតែហាមកូនរបស់គាត់កុំឲ្យទៅញ៉ៃជាមួយនឹង Longfellow នោះឡើយពីព្រោះថា Longfellow អត់ចូលចិត្តពួកគេនោះទេនៅក្នុងឆ្នាំ1960ជាង Eliza ធ្លាក់ខ្លួនឈឺតាមខ្ញុំគិតបើសិនជា Eliza ព្រមទៅព្យាបាលជំងឺហ្នឹងគាត់ប្រហែលជាវិញបាត់ហើយប៉ុន្តែគាត់អត់ព្រមទៅពេទ្យនោះទេដែលគិតតែបន់ស្រន់សូមឲ្យព្រះព្យាបាលជំងឺរបស់គាត់ដោយមិនថាកូនរបស់គាត់សុំឲ្យគាត់ទៅពេទ្យយ៉ាងណាក៏ Eliza អត់ព្រមទៅដែរសភាពរបស់ Eliza កាន់តែយ៉ាប់ទៅទ្រាំលែងបានពីអ្នកបងប្អូននេះក៏ដាច់ចិត្តទៅផ្ទះរបស់ Longfellow ដើម្បីសុំឲ្យតានឹងបញ្ចុះឲ្យម្ដាយរបស់នាងព្រមទៅពេទ្យតានឹងអាក្រក់មែនតើមិនត្រឹមតែអត់ព្រមជួយក្មេងៗពីរនាក់ហ្នឹងឯងថែមទាំងបានដេញពួកគេឲ្យចេញពីផ្ទះរបស់គាត់ហាក់បីដូចជាពួកគេនឹងជាឆ្កែឆ្មាអនាថាយ៉ាងចឹងពេលដែលត្រឡប់មកដល់ផ្ទះវិញពួកគេឃើញថាម្ដាយរបស់ពួកគេផុតដង្ហើមបាត់ទៅហើយដោយសារតែភាពក្រីក្រពួកគេអត់មានលុយសូម្បីតែធ្វើបុណ្យឬក៏ទិញមឈូសសម្រាប់ម្ដាយពួកគេនោះទេ Roderick និង Madeline ក៏បានគាស់អញ្ចាំងផ្ទះរបស់ពួកគេយកវាមកធ្វើជាមឈូសនិងធ្វើការបញ្ចុះសពរបស់គាត់ដោយខ្លួនឯងនៅក្រៅផ្ទះរបស់ពួកគេនៅពេលកណ្ដាលរាត្រីពួកគេក៏ភ្ញាក់ពីដំណេកវិញឃើញថាត្រង់កន្លែងដែលគេបានកប់ម្ដាយពួកគេនឹងត្រូវបានអ្វីមួយកាយហើយមឈូសរបស់ម្ដាយគេក៏បាត់សាកសពរបស់គាត់ទៀតផងនៅពេលដែលពួកគេចុះមកដល់ជាន់ក្រោមពួកគេក៏ឃើញម្ដាយឈរនៅក្នុងបន្ទប់ទទួលភ្ញៀវពីអ្នកបងប្អូននេះសុំទោសម្ដាយពួកគេថាពួកគេអត់មានចេតនាកប់គាត់ទាំងរស់នោះទេ Eliza ក៏បានដើរចេញពីផ្ទះហ្នឹងទៅកាន់ផ្ទះរបស់ Longfellow កូនគាត់ទាំងពីរទៅតាម Eliza ទៅចង្វាច់ក Longfellow រហូតដល់តាម្នាក់ហ្នឹងដាច់ខ្យល់ស្លាប់
រួច Eliza ក៏ដួលស្លាប់ទៅដែរហើយ Roderick និង Madeline ឈរមើលព្រឹត្តិការណ៍មួយនេះទាំងរន្ធត់បន្ទាប់ពីនេះជីវិតរបស់បងប្អូនពីរនាក់ហ្នឹងក៏នៅតែមានជីវភាពក្រីក្រដដែល Madeline ស្អាតមែនតើប៉ុន្តែអត់ដឹងមិនទេនាងនៅ single ចំណែក Roderick វិញគេរៀបការជាមួយនឹងស្ត្រីម្នាក់ដែលមានឈ្មោះថា Annabelle ហើយពួកគេមានកូន2នាក់ Roderick ធ្វើការក្រុមហ៊ុន Fortunato គឺជាក្រុមហ៊ុនដែលឪពុករបស់គេគឺជា CEO កាលពីពេលដែលគាត់នៅរស់ហ្នឹងទាំងអស់គ្នាតែ Roderick នៅពេលនេះគ្រាន់តែជាបុគ្គលិកសាមញ្ញម្នាក់តែប៉ុណ្ណោះដោយក្រុមហ៊ុននេះបច្ចុប្បន្នមាន Rufus ជា CEO ថ្មីហើយអាប៉ែនេះក៏មិនធម្មតាដែរដោយពួកគេមើលងាយមើលថោក Roderick និង Madeline ខ្លាំងមែនតើរស់នៅដោយការមើលងាយមើលថោកពីគេអញ្ចឹងជំរុញចិត្តបងប្អូនមកគូនេះពិសេសគឺ Madeline ឲ្យមានមហិច្ឆតាចង់បានកាន់តែធំ Madeline ក៏រៀបគម្រោងមួយដើម្បីដណ្ដើមយក Fortunato មកធ្វើជារបស់ពួកគេផ្ទាល់តែម្ដង Madeline រៀបគម្រោងដ៏សាហាវមួយហើយបងប្រុសរបស់នាងក៏ព្រមសហការជាមួយនាងដើម្បីកម្ចាត់ Rufus ចោលនៅក្នុងពិធីជប់លៀងឆ្លងឆ្នាំរបស់ក្រុមហ៊ុនមនុស្សជាច្រើនបានទៅចូលរួមហើយ Madeline ក៏បានទៅចូលរួមម្នាក់ដែរនាងក៏បានបញ្ច្រកស្រាដែលនាងដាក់ថ្នាំឲ្យទៅ Rufus បន្ទាប់មកនៅពេលដែលពិធីនេះចប់មនុស្សត្រឡប់ទៅវិញស្ងាត់អស់នាងក៏បាននាំ Rufus ទៅជន់ក្រោមដីនៃអគារក្រុមហ៊ុននោះថ្នាំមានឥទ្ធិពល Rufus ក៏ស្លាប់បាត់នៅពេលដែលគេដឹងខ្លួនវិញគេកំពុងតែជាប់ខ្នោះហើយបងប្អូនពីរនាក់នេះកំពុងតែរៀបឥដ្ឋជាជញ្ជាំងដើម្បីឃុំឃាំងគេឲ្យស្លាប់នៅក្នុងជញ្ជាំងមួយនេះទើបងើបមកដំបូង Rufus នៅលេងសើចឡើយពីព្រោះអត់ទាន់ដឹងអំពីបំណងពិតប្រាកដដែលបងប្អូនមួយគូនេះចង់ធ្វើដាក់គេតែមកសទូទៀតគេក៏យល់ Rufus ក៏ព្យាយាមស្រែឲ្យគេជួយដោយសារតែពិធីជប់លៀងនឹងចប់មនុស្សទៅផ្ទះវិញអស់ហើយដូច្នេះសម្រែករបស់គេអត់ប្រយោជន៍នោះទេ Rufus ក៏ចាប់ផ្ដើមសុំបបពួកគេនិងចរចាថាឲ្យលុយទៅពួកគេជាច្រើន Roderick និង Madeline ពួកគេនៅតែអត់ខ្វល់ជញ្ជាំងនេះក៏បិទចិត្ត Rufus ជាប់នៅក្នុងនោះហើយដោយសារតែទី1ក្រុមហ៊ុននេះនឹងត្រូវសម្រាប់ឆ្លងឆ្នាំមួយអាទិត្យអញ្ចឹងហើយ Rufus នឹងត្រូវស្លាប់នៅក្នុងនេះដោយអត់មានគេជួយនោះទេទី2ពីព្រោះតែក្រុមហ៊ុននេះកំពុងតែមានការសាងសង់បន្ថែមនៅជាន់ក្រោមដីនេះផងអញ្ចឹងនៅពេលដែលអ្នកសំណង់ត្រឡប់មកធ្វើការវិញពួកគេឃើញជញ្ជាំងថ្មីអញ្ចឹងអត់មានគេងាយសង្ស័យនោះទេបន្ទាប់ពីនេះ Madeline ក៏ប្រាប់ទៅបងប្រុសនាងអំពីរបៀបឆ្លើយសំណួរបើសិនជាពួកគេត្រូវប៉ូលីសសួរចម្លើយអំពីការបាត់ខ្លួនរបស់ Rufus រួចបងប្អូនពីរនាក់ហ្នឹងក៏ចាកចេញពីទីនេះទៅកន្លែងផ្សេងមួយទៀតពួកគេចង់ទៅកន្លែងមួយដែលមានមនុស្សច្រើនដើម្បីឲ្យមនុស្សនៅទីនោះឃើញពួកគេដើម្បីឲ្យពួកគេអាចការពារខ្លួនបានបើសិនជាសាកសពរបស់ Rufus ត្រូវបានគេរកឃើញមនុស្សទាំងអស់នោះនឹងអាចធ្វើជាសាក្សីបានថាពួកគេបាននៅកន្លែងនោះអត់មានពាក់ព័ន្ធជាមួយនឹងការស្លាប់របស់ Rufus នោះទេពួកគេប្រទះក្លឹបមួយក៏ចូលទៅទីនោះពួកគេឃើញនារីក្លុកស្រាម្នាក់អង្គុយពួកគេក៏ទៅអង្គុយក្បែរនិយាយជាមួយនារីម្នាក់នោះណែនាំខ្លួនថានាងឈ្មោះ Verna ពីដំបូងពួកគេនិយាយលេងសើចជាមួយគ្នាធម្មតាប៉ុន្តែយូរទៅ Verna ក៏និយាយថាខ្ញុំដឹងថាពីរអ្នកបងប្អូនឯងនេះគឺជាឃាតករដែលទើបតែបានសម្លាប់ Rufus មិញហ្នឹងខ្ញុំក៏ដឹងដែរថាពួកអ្នកមកទីនេះដើម្បីបង្កើតភស្តុតាងនិងសាក្សីពេលដែលឮបែបហ្នឹងពីអ្នកបងប្អូននេះមានការភ័យមែនតើរហូតដល់និយាយអត់ចាញ់នោះទេ Verna បន្តទៀតថាកុំភ័យអីខ្ញុំមានជំរឿមួយឲ្យពួកអ្នកគឺខ្ញុំនឹងជួយការពារអ្នកទាំងអស់គ្នាឲ្យរួចពីសំណាញ់ច្បាប់មិនមែនឲ្យរួចខ្លួនតែពីអំពើឃាតកម្មមួយហ្នឹងឯងមិនថាទៅថ្ងៃខាងមុខប្រព្រឹត្តរឿងអីខុសទៀតក៏អ្នកអាចរួចខ្លួនដែរថែមលើពីនឹងទៅទៀតខ្ញុំនឹងបកគលឲ្យអ្នកទាំងអស់គ្នានៅទ្រព្យសម្បត្តិដ៏ច្រើនមហាសាលដែលអ្នកអាចយកទៅចាយវាយសប្បាយហឺហាតាមចិត្តធ្វើអ្វីក៏បានដែរប៉ុន្តែជាថ្នូរមកវិញ Verna ចង់បានជីវិតមិនមែនតែជីវិតរបស់អ្នកទាំងពីរទេគឺ Verna ចង់បានមនុស្សគ្រប់គ្នាដែលមានឈាមជ័រចេញពីអ្នកទាំងពីរតែម្ដងពលគឺមានទាំងកូនទាំងចៅបើមានចៅទូទៀតក៏នាងយកដែរតែគឺយកតែសាច់ឈាមបកាទេណាទាំងអស់គ្នាសាច់ថ្លៃកូនប្រសាឬក៏ម្ដាយក្មេកអីគេអត់យកទេ Verna បន្តទៀតថានៅពេលដែល Roderick ចិត្តអស់ជីវិតសមាជិកគ្រួសារ Asher នឹងចាប់ផ្ដើមស្លាប់ពលគឺមានន័យថា Roderick នឹងត្រូវស្លាប់ចុងក្រោយគេទាំងអស់គ្នាពីអ្នកបងប្អូននេះចាប់ផ្ដើមជឿថានារីម្នាក់នេះមិនមែនជាមនុស្សធម្មតានោះទេហើយពួកគេក៏ជឿដែរថានាងមានសមត្ថភាពអាចនឹងធ្វើឲ្យការដោះដូរមួយនេះក្លាយជាការពិតបានតែពួកគេហាក់បីដូចជាអត់ទាន់ពេញចិត្តទាល់តែសោះនៅពេលដែលឮ Verna និយាយថានឹងយកជីវិតពួកគេទាំងពូជបែបហ្នឹង Verna ក៏ប្រាប់ឲ្យបងប្អូនពីរនាក់នេះទុកចិត្តនាងថាអាយុ Roderick វែងខ្លាំងណាស់ដូច្នេះ Madeline ក៏នឹងអាចរស់នៅបានដល់ចាស់សក់ស្កូវដោយ Roderick ផងដែរចំណែកកូនរបស់ពួកគេវិញ
យ៉ាងហោចណាស់ពួកគេក៏មានអាយុជាង40ឆ្នាំដែរទើបពួកគេត្រូវលាចាកលោក Roderick និង Madeline នៅតែខ្លាចដូច្នេះ Verna និយាយថាបើសិនជាពួកគេអត់ព្រមធ្វើការដោះដូរនេះទេមិនត្រឹមតែពីរអ្នកបងប្អូនហ្នឹងឯងគឺជាអ្នកក្រកូនរបស់ពួកគេដទៃទៀតក៏នៅតែមានភាពក្រីក្រដដែល Verna និយាយថាសាកគិតដល់កូនរបស់អ្នកមើលទៅតើចង់ឲ្យពួកគេរស់នៅដល់អាយុ70-80ឆ្នាំប៉ុន្តែក្រីក្រមួយជីវិតហើយដំណើរជីវិតរបស់ពួកគេត្រូវលំបាកគ្រប់ជំហានឬក៏ចង់ឲ្យពួកគេរស់នៅបាន40-50ឆ្នាំប៉ុន្តែជីវិតរបស់ពួកគេងាយស្រួលមានទ្រព្យសម្បត្តិចាយមិនចេះអស់រួច Verna ក៏សួរទៅកាន់ Roderick និង Madeline ថាតើពួកគេព្រមធ្វើការដោះដូរមួយនេះឬទេគិតដល់ការលំបាកដែលពួកគេធ្លាប់ឆ្លងកាត់តាំងពីតូចមកពួកគេទាំងពីរអត់ចង់ឲ្យចំនួនក្រោយរបស់ពួកគេឆ្លងកាត់អ្វីដែលពួកគេធ្លាប់ឆ្លងកាត់នោះទេដូច្នេះពួកគេក៏ព្រមដោះដូរចុះទាំងអស់គ្នាវិញបើស្ថិតនៅក្នុងស្ថានភាពដូចពួកគេតើអ្នកទាំងអស់គ្នានឹងហ៊ានធ្វើការដោះដូរមួយនេះអត់បន្ទាប់ពីនេះពួកគេក៏ដើរចេញពីបារហ្នឹងដើរចេញបានតែ 3-4 ជំហានងាកក្រោយមើលទៅវិញក៏ឃើញថាបារមួយហ្នឹងបាត់មិនយូរប៉ុន្មាន Roderick ក៏បានឡើងតំណែងជា CEO ចំណែក Madeline វិញនាងក៏បានក្លាយជា COO របស់ក្រុមហ៊ុន Fortunato ពួកគេមានទ្រព្យសម្បត្តិជាច្រើនហូរហៀរហូតដល់ចាយមិនអស់រវល់តែសប្បាយជាមួយនឹងទ្រព្យសម្បត្តិដែលពួកគេមានពីអ្នកបងប្អូននេះក៏ភ្លេចអំពីការដោះដូរដែលពួកគេបានធ្វើបាន40ឆ្នាំក្រោយមកយើងក៏ធ្វើដំណើរមកដល់ពេលបច្ចុប្បន្ន Madeline ពេលនេះនៅតែ single ដដែលហើយសូម្បីតែកូនមួយគ្រាប់ក៏គាត់អត់មានដែរចំពោះ Roderick វិញបើទោះជាពេលនេះគាត់មានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏មិនប្រកាសថាទ្រព្យសម្បត្តិនោះនឹងផ្ដល់សុភមង្គលឲ្យគាត់នោះដែរពីព្រោះថាមិនយូរប៉ុន្មានបន្ទាប់ពីគាត់ឡើងមានបានប្រពន្ធរបស់គាត់ Annabelle នាងក៏លែងក្បាលគាត់ចោលហើយកូនទាំងពីររបស់គាត់ក៏ត្រូវគាត់ជាអ្នកយកមកចិញ្ចឹម Roderick ហាក់បីដូចជាល្មមនឹងរឿងលើក្រែខ្លាំងមែនតើពីព្រោះអីគេមានស្រីជាច្រើនរហូតដល់មានកូនថែម4នាក់ទៀតផងដែលកូនទាំង4នាក់នោះសុទ្ធសឹងតែកើតចេញពីម្ដាយខុសៗគ្នាដែលសរុបទៅ Roderick មានកូន6ទាំងអស់គ្នាសប្តាហ៍ថ្ងៃនេះ Roderick គាត់មានប្រពន្ធក្រោយម្នាក់ទៀតដែលមានឈ្មោះថា Juno គ្រាន់ថាអ្នកទាំងពីរអត់ទាន់មានកូនជាមួយគ្នានោះទេតោះឥឡូវយើងមកស្គាល់អំពីកូនទាំង6របស់ Roderick កូនប្រុសទី1របស់ Roderick ឈ្មោះថា Frederick ដែលមានឈ្មោះស្តៀងនឹងឪពុកគេមែនតើ Frederick មានប្រពន្ធម្នាក់ឈ្មោះថា Morel និងកូនស្រីម្នាក់ឈ្មោះថា Lenore បន្ទាប់ពីនេះគឺ Tamerlane នាងមានប្តីដ៏សង្ហាម្នាក់ឈ្មោះ Bill ប៉ុន្តែអត់ដឹង Tamerlane កើតបញ្ហាផ្លូវចិត្តអីទេពីព្រោះអីនាងអត់រួមដំណេកជាមួយនឹងប្តីរបស់នាងផ្ទាល់នោះទេគឺសុកចិត្តជួលស្រីលោកខ្លួនម្នាក់ឲ្យមកសម្ដែងធ្វើជានាងនិងរួមភេទជំនួសនាងជាមួយនឹងប្តីរបស់នាងចំណែកនាងវិញសុកចិត្តអង្គុយមើល Bill ដែលជាប្តីវិញគេបង្ខំចិត្តធ្វើរឿងនេះទាំងអត់សប្បាយចិត្តនោះទេកូនម្នាក់ទៀតគឺ Napoleon បរិះ bisexual ម្នាក់ដែលមានគូដណ្ដឹងជាប្រុសឈ្មោះថា Julius បន្ទាប់មកគឺ Camille នាងគឺជាកំពូលនារីស៊ើបការនិងចង់ដឹងរឿងគេបន្ទាប់ទៀតគឺ Victorine ដែលនាងគឺជា doctor ម្នាក់ដែលកំពុងតែព្យាយាមផលិតបេះដូងសម្បនិមិត្តចុងក្រោយគេគឺ Prospero កូនទាំង6នេះពួកគេអត់សូវត្រូវគ្នាប្រមាណទេពីព្រោះថាពួកគេចង់យកចិត្ត Roderick រៀងៗខ្លួននៅអំឡុងពេល40ឆ្នាំកន្លងមកនេះក្រុមហ៊ុនរបស់គ្រួសារ Asher មានការរីកលូតលាស់ល្អមែនតើក្រុមហ៊ុនពួកគេកាន់តែធំអំណាចរបស់ពួកគេក៏មានកាន់តែច្រើនដល់ពេលដែលអំណាចរបស់ពួកគេមានកាន់តែច្រើនពួកគេក៏មានភាពក្អេងក្អាងនិងហ៊ានធ្វើរឿងខុសច្បាប់ជាច្រើនដូចគ្នាក្រុមហ៊ុននេះរងការប្តឹងពីប្រភពជាច្រើនប៉ុន្តែពិតជាដោយការសន្យារបស់ Verna មែនពីព្រោះថាអត់មានបណ្ដឹងណាមួយដែលអាចផ្ដួលគ្រួសារ Asher បាននោះទេលើកនេះក្រុមហ៊ុន Asher ក៏ត្រូវបានគេប្តឹងម្ដងទៀតដែលលើកនេះគឺឈុតធំមែនតើដោយសារតែលោកតា Augusty អ្នកតំណាងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាអ្នកប្តឹង Augusty ក៏ថាជាយូរមកហើយថ្នាំដែលគ្រួសារ Asher ផលិតយកមកលក់នេះវាធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើជាយូរមកហើយតែមិនថារងការប្តឹងពីនរណាឬក៏ប្តឹងក្នុងករណីណានោះទេក៏ពួកគេមិនដែលឈ្នះគ្រួសារ Asher នោះដែរតែលើកនេះគាត់ហ៊ានធានាថាការប្តឹងនេះនឹងយកឈ្នះគ្រួសារនឹងឲ្យបានពីព្រោះថាគាត់មានសាក្សីម្នាក់ដែលជាសមាជិកគ្រួសារនេះតែម្ដងក្រុមគ្រួសារ Asher ពីដំបូងអង្គុយធ្វើធម្មតាអត់មានខ្វល់អីទាល់តែសោះតែដល់ពេលដែលពួកគេឮបែបហ្នឹងទឹកមុខរបស់ពួកគេក៏ចាប់ផ្ដើមប្រែប្រួលលោកតាភីមមេធាវីរបស់គ្រួសារមួយនេះគាត់ថាត្រូវតែបញ្ឈប់ការកាត់ក្តីនេះភ្លាមដោយសារតែខាងដើមចោតនឹងបានលាក់សាក្សីដែលវាគឺជាអំពើខុសច្បាប់លោកតា Augustine ក៏និយាយថាគាត់លាក់សាក្សីពិតមែនប៉ុន្តែដោយសារតែសាក្សីនោះគេបារម្ភពីសុវត្ថិភាពរបស់គេបើសិនជាពួកគេចាញ់មុខជាសាធារណៈ
ចៅក្រមគាត់ហាក់បីដូចជាលំអៀងទៅខាងគ្រួសារ Asher ផងគាត់ក៏បានផ្អាកដំណើរការកាត់ក្តីនេះសិននៅយប់នោះ Roderick និង Madeline ក៏បានហៅចំនួនក្រោយទាំងអស់របស់គ្រួសារនេះឲ្យមកជួបជុំគ្នានៅផ្ទះគាត់ពួកគាត់ប្រាប់ទៅពួកគេថាចង់ឲ្យពួកគេនឹងរកមុខឲ្យឃើញនៅរនុកក្នុងណាដែលក្បត់គ្រួសារខ្លួនឯងព្រមទៅធ្វើជាសាក្សីឲ្យរដ្ឋាភិបាលបែបនេះហើយបើសិនជានរណាគេរកដង្កូវក្នុងសាច់នោះឃើញពួកគាត់នឹងផ្ដល់រង្វាន់ឲ្យពួកគេ$50 លាននៅពេលដែលឮចំនួនទឹកលុយដ៏ច្រើនបែបនេះក្មេងៗតកូល Asher ក៏សម្លឹងមើលមកគ្នាដោយការមិនទុកចិត្តពីព្រោះអីពួកគេឆ្ងល់ថាតើនរណាទៅនៅក្នុងចំណោមពួកគេនឹងគឺជារនុកក្នុងកូនតកូល Asher ជាច្រើនពួកគេអត់ធ្វើការស៊ើបអង្កេតរករនុកក្នុងនោះទេលើកលែងតែ Camille ម្នាក់ប៉ុណ្ណោះគឺនាងព្យាយាមស៊ើបរករនុកក្នុងដើម្បីយកចិត្តឪពុករបស់នាងចំពោះ Prospero វិញគេក៏ព្យាយាមយកចិត្តឪពុករបស់គេដែរប៉ុន្តែគេប្រើវិធីខុសពី Camille គឺ Prospero ព្យាយាមបង្កើត business មួយដើម្បីធ្វើវាឲ្យជោគជ័យគឺគេចង់បង្កើត sex club នៅពេលដែល Prospero យកគំនិតរបស់គេទៅប្រាប់ឪពុកដើម្បីសុំទុនពីគាត់ឪពុករបស់គេក៏ប្រាប់គេថាគំនិតនេះអន់ណាស់ហើយគាត់ក៏ឲ្យដើមទុនធ្វើនោះដែរ Prospero ហេតុតែចង់ឈ្នះចិត្តឪពុករបស់គេពេកគេក៏សុខចិត្តធ្វើវាដោយខ្លួនឯង Prospero បានទៅក្រុមហ៊ុនរបស់ឪពុកគេយកសំណុំឯកសារមកបាញ់មកមើលដែលសំណុំឯកសារហ្នឹងវាគឺជាឯកសារទីតាំងផ្សេងៗដែលស្ថិតនៅក្រោមការកាន់កាប់របស់គ្រួសារ Asher មើលមកផ្លែត Prospero ពេញចិត្តនឹងអាគារមួយដើម្បីយកវាទៅបើកជាក្លឹបគេក៏វិញ្ញាទៅជួលមនុស្សឲ្យរៀបចំទីនោះឲ្យស្អាតភ្លាមប៉ុន្តែរឿងមួយដែល Prospero អត់បានចាប់អារម្មណ៍នោះគឺទីតាំងដែលគេបានជ្រើសរើសហ្នឹងវាគឺជាទីតាំងដែល Roderick និង Madeline យកសារធាតុអាស៊ីតដ៏សាហាវមួយលាក់នៅក្នុងអាងទឹកលើអាគារហ្នឹងដើម្បីគេចពីភ្នែករបស់រដ្ឋាភិបាលរៀបចំរួច Prospero ក៏ចាប់ផ្ដើមអញ្ជើញភ្ញៀវដែលភ្ញៀវទាំងអស់នោះសុទ្ធសឹងតែជាអ្នកមានទ្រព្យសម្បត្តិនិងជាអ្នកមានមុខមាត់ដោយនៅក្នុងនោះ Prospero ក៏បានអញ្ជើញបងថ្លៃស្រីរបស់គេផងដែរនៅពេលដែល Prospero និយាយប្រាប់បងថ្លៃរបស់គេអំពីការអញ្ជើញនេះនាងធ្វើហាក់បីដូចជាខឹងតែនៅពេលដែល Roderick ហុចទូរស័ព្ទថ្មីឲ្យមួយដើម្បីទុកផ្ញើសារទីតាំងក្លឹបនឹងឲ្យនាងក៏ព្រមទទួលយកវាយប់នោះបន្ទាប់ពីទទួលបាន location Morel ក៏កុហកប្តីនឹងកូននាងថានាងទៅញ៉ាំអីជាមួយមិត្តភ័ក្តិរួចនាងក៏ធ្វើដំណើរទៅ sex club នោះបានតាមពិតទាំងអស់គ្នាការបង្កើត sex club នេះមកបំណងពិតរបស់ Prospero ហ្នឹងគឺគេបានបង្កប់កាមេរ៉ាសុវត្ថិភាពឡើងពេញហ្នឹងដើម្បីថតសកម្មភាពមិនសមរម្យដែលភ្ញៀវដ៏មានមុខមាត់របស់គេធ្វើនៅក្នុងនេះដើម្បីយកទៅគម្រាមពួកគេទាំងអស់នោះយកលុយឬក៏របស់ផ្សេងហើយអ្នកដែលគេចង់ថតជាងគេនោះគឺបងស្រីថ្លៃរបស់គេនឹងឯងដោយសារតែគេស្អប់ Frederick ខ្លាំងមែនតើចង់យកវីដេអូនោះទៅគម្រាម Frederick ដើម្បីឲ្យ Frederick ក្លាយទៅជាអាយ៉ងរបស់គេកំពុងតែអង្គុយមើលកាមេរ៉ារងចាំបងថ្លៃរបស់គេធ្វើរឿងខុសឆ្គងនារីពាក្យស្រោមមុខខ្មោចម្នាក់ក៏ចូលមកទីនេះ Prospero ស្គាល់មនុស្សគ្រប់គ្នាដែលគេអញ្ជើញចូលរួមនៅក្នុងក្លឹបនេះគេចម្លែកចិត្តមែនតើនៅពេលដែលឃើញនារីម្នាក់នេះដើរចូលមកគេក៏ដើរទៅរកនាងយ៉ាងឆ្ងល់ Prospero ដើរទៅតាមនាងដល់បន្ទប់ស្ងាត់មួយនារីនេះបើករបាំងមុខមកយើងក៏ឃើញថានាងគឺជា Verna តើគ្នាប្រហែលជាដឹងហើយមែនអត់ថានាងមករក Prospero នៅក្នុងបំណងអីគឺនាងចង់មកយកជីវិតរបស់គេប៉ុន្តែមុនពេលដែលសម្រេចចិត្តថានឹងឲ្យគេស្លាប់ដោយរបៀបណានាងមកសាកចិត្តគេមើលមុនសិនដោយបើសិនជានៅពេលនេះគេកែប្រែខ្លួនជាមនុស្សល្អនាងនឹងធ្វើឲ្យគេស្លាប់ដោយស្រួលមិនមានភាពឈឺចាប់ឬក៏វេទនានោះទេប៉ុន្តែបើសិនជានៅពេលចុងក្រោយនៃជីវិតរបស់គេនេះ Prospero នៅតែប្រព្រឹត្តអំពើអាក្រក់គេនឹងត្រូវស្លាប់ដោយវេទនា Verna ប្រាប់ទៅកាន់ Prospero ថានាងចង់ឲ្យគេមកជប់ការគម្រោងលួចថតវីដេអូនេះ Prospero មិនត្រឹមតែឈប់ទេគេថែមទាំងសើចចំអកដាក់ Verna ទៀតថានាងជាស្រីឈួតការតេស្តរបស់ Verna បានចប់នាងក៏បានខ្លួនពីបន្ទប់នេះទៅខ្សឹបប្រាប់មនុស្សមួយចំនួនដែលមានដូចជាក្រុមសន្តិសុខនិងក្រុមអ្នកកឡុកស្រាហ្នឹងឲ្យពួកគេបញ្ញាប់ចាកចេញពីទីនេះរួចនាងក៏បានទៅប្រាប់ Morel ផងដែរថាបញ្ញាប់ចាកចេញពីទីនេះទៅតែ Morel វិញអត់ចាញ់ទេពីព្រោះតែការចង់សប្បាយនាងក៏បន្តនៅទីនេះទៀតបន្តិចក្រោយមក Prospero បានប្រាប់មនុស្សម្នាក់ឲ្យកាច់ទឹក sprinkle នេះចេញមកដោយគេមិនបានដឹងឡើយថានៅក្នុងធុងទឹកខាងលើដែលភ្ជាប់ជាមួយនឹងទុយោ sprinkle នេះវាគឺជាទឹកអាស៊ីតធ្លាក់មនុស្សនៅក្នុងនេះចាប់ផ្ដើមលួចស្បាពួកគេក៏ព្យាយាមរត់រកច្រកចេញពីទីនោះប៉ុន្តែគ្រប់ទ្វារទាំងអស់ត្រូវបានបិទជិតឆឹងពួកគេរាល់គ្នាបន្តត្រូវទឹកអាស៊ីតនឹងទៀតវាគួរឲ្យញើតមែនតើពីព្រោះថាពួកគេចាប់ផ្ដើមលួចស្បែកយ៉ាងខ្លាំងរហូតដល់ស្បែកជនរងគ្រោះទាំងអស់នោះចាប់ផ្ដើមស្អិតជាប់គ្នា
ទឹកអាស៊ីតក៏ឈប់ស្រក់អ្នកខ្លះក៏បានស្លាប់អ្នកខ្លះទៀតក៏បានរស់ Vera លេចឡើងយកស្រោមមកខ្មៅដែលនាងពាក់ហ្នឹងមកដាក់ឲ្យ Prospero ចំណែក Prospero វិញក៏បានស្លាប់ដែលគេគឺជាសមាជិកគ្រួសារ Asher ទី1ត្រូវបាន Vera យកជីវិតទៅ Morel នៅរស់ឯនាងក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយ៉ាងបញ្ញាប់នៅពេលដែលដឹងដំណឹងអំពីសង្កនាដកម្មនៅក្លឹបនេះលោកតាភីមដែលជាមេធាវីរបស់គ្រួសារ Asher ហ្នឹងក៏បញ្ញាប់បានមកទីនេះភ្លាមដើម្បីយកភស្តុតាងសំខាន់មួយចំនួនចេញពីទីនេះក្នុងបំណងចង់លុបបំបាត់ភស្តុតាងដើម្បីកុំឲ្យប្រជាជនស្អប់ Prosper ឬក៏គ្រួសារ Asher ហើយប៉ូលីសនៅទីហ្នឹងក៏អញ្ចឹងទៀតណាទាំងអស់គ្នាខ្លាចអំណាចទឹកលុយរបស់គ្រួសារ Asher នេះពេកក៏ឲ្យលោកតាភីមនេះចូលមកយកវីដេអូនិងដោះទាំងកាមេរ៉ាសុវត្ថិភាពចេញយកបាត់ទៅតែនេះរកឃើញថាគ្មានអ្នកក្រៅណាមកធ្វើបាប Prospero នោះទេពីព្រោះថាគឺគ្រួសាររបស់ពួកគេនឹងហើយជាអ្នកដែលបានយកទឹកអាស៊ីតទៅដាក់នៅក្នុងធុងលើអាគារនោះការដែល Prospero បើកចេញទឹកអាស៊ីតនឹងមកវាគ្រាន់តែជាការចាយដន់ប៉ុណ្ណោះតែគាត់បានរកឃើញរឿងដ៏ចម្លែកមួយគឺមាននារីម្នាក់ពាក់ស្រោមមកខ្មៅហើយភីមគាត់ក៏រកឃើញផងដែរនៅទូរស័ព្ទដែល Prospero បានឲ្យទៅកាន់ Morel ភីមយកវាមកឲ្យ Frederick និងប្រាប់ឲ្យគេដោះលេខកូដទូរស័ព្ទនេះទៅពីព្រោះអីតែនឹងសង្ស័យថានៅក្នុងទូរស័ព្ទនេះអាចនឹងមានភស្តុតាងសំខាន់ណាមួយមនុស្សដែលខ្វល់អំពីការស្លាប់របស់ Prospero មានតែ2នាក់ប៉ុណ្ណោះគឺ Roderick និង Madeline ចំណែកបងដទៃទៀតរបស់ Prospero វិញអត់មានតែគេខ្វល់ខ្វាយជាមួយនឹងគេនោះឡើយចំណែកអ្នកខ្លះទៀតមានតែសប្បាយចិត្តដោយសារតែពួកគេគិតថាបើមនុស្សស្លាប់កាន់តែច្រើនទ្រព្យមរតកដែលពួកគេទទួលបានអំពីឪពុកគេនឹងក៏វានឹងបានច្រើនដូចគ្នាចំពោះ Camille ដោយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយនាងព្យាយាមស៊ើបរករនុកក្នុងនៅពេលនេះនាងសង្ស័យខ្លាំងមែនទែនថា Victorine អាចជាមនុស្សម្នាក់នោះនៅយប់បន្ទាប់ Camille ក៏បានលួចទៅទីពិសោធន៍របស់ Victorine ទៅដល់មានសន្តិសុខស្រីម្នាក់នៅទីនោះដែលសន្តិសុខស្រីម្នាក់នោះគឺជា Verna ប្រាប់មកកាន់ Camille ថានេះគឺជាទីហាមឃាត់អ្នកក្រៅនាងអាចអនុញ្ញាតឲ្យចូលបាននោះទេ Camille ថានាងគឺជាសមាជិកនៃគ្រួសារ Asher ឆាប់បើកទ្វារនេះឲ្យនាងភ្លាមមើល Verna តបវិញថានាងស្គាល់ច្បាស់ថា Camille Asher ជានរណាគេតែ Verna និយាយថា Camille ពិតជាមិនស័ក្តិសមចូលទៅទីនោះពិតមែន Camille អត់ខ្វល់ជាមួយនឹងការហាមឃាត់របស់ Verna នាងក៏បានប្រើពាក្យអាក្រក់មកវិញជាច្រើនដាក់ Verna ទៀតផង Verna បើកទ្វារឲ្យពេលដែលចូលទៅដល់ទ្រង់ស្វា Camille ក៏ចាប់ផ្ដើមដកទូរស័ព្ទរបស់នាងយកមកថតដើម្បីយករូបភាពទាំងអស់នោះធ្វើជាភស្តុតាងដោយរៀងរាល់ពេលដែល Camille បាញ់ flash ថតម្ដងធ្វើឲ្យស្វាទាំងអស់នោះកាន់តែផ្អើលខ្លាំងទៅភ្លាមនោះ Verna ក៏លេចមុខឡើងនិងនិយាយមកកាន់ Camille ថានាងដឹងទេ Camille តាមពិតបើយប់នេះនាងមិនមកទីនេះទេខ្ញុំនឹងឲ្យនាងស្លាប់ដោយងាយស្រួលគ្មានការឈឺចាប់នោះទេវានឹងកើតឡើងនៅពេលដែលនាងដេកក្នុងផ្ទះរបស់នាងតែដោយសារតែនាងចង់ដឹងរឿងគេពេកនិងមិនស្ដាប់ការខករបស់ខ្ញុំបែបនេះអញ្ចឹងនាងត្រូវតែស្លាប់បែបនេះហើយទ្វារទ្រង់ស្វាមួយរបាក់ហើយស្វាមួយនោះក៏ចាប់បោក Camille រហូតដល់ស្លាប់ពេលដែលការស្លាប់មួយនេះបានដឹងដល់អ្នកដទៃ Roderick និង Madeline ប្រាប់ឲ្យលោកតាភីមនេះស៊ើបពីការស្លាប់របស់នាងតែនេះរកឃើញថាការស្លាប់របស់ Camille ក៏ជាឧបទ្ទវហេតុដោយការស្លាប់របស់ Prospero ដែរប៉ុន្តែក៏រកឃើញអ្វីចម្លែកមួយគឺសន្តិសុខដែលយាមនៅយប់នោះគឺជាស្រីម្នាក់ទាំងដែលអាគារនោះទាំងមូលអត់ដែលមានឈ្មោះបុគ្គលិកសន្តិសុខស្រីធ្វើការនោះទេដោយសារតែ zoom ទៅវាអត់ច្បាស់អញ្ចឹង Madeline ប្រាប់ឲ្យលោកតាភីមយកវាទៅ enhance ដើម្បីឲ្យពួកគេអាចមើលរូបនឹងច្បាស់ត្បិតថាពួកគេអត់ទាន់ស្គាល់អត្តសញ្ញាណរបស់នារីម្នាក់នឹងពិតមែនប៉ុន្តែពួកគេចាប់ផ្ដើមសង្ស័យថានារីម្នាក់នេះអាចជានារីតែមួយដែលបានពាក់ស្រោមមុខខ្មោចទៅក្លឹបរបស់ Prospero តោះឥឡូវមកដល់ក្មេងតកូល Asher ម្នាក់ទៀតគឺ Napoleon យប់មិញគេនឹងគូនឹងរបស់គេ Julius លេងថ្នាំនិងផឹកស្រារហូតបានបោះស្មារតីនៅពេលដែល Napoleon ងើបមកព្រឹកនេះគេឃើញឆ្មារបស់ Julius ត្រូវបាននរណាម្នាក់សម្លាប់យ៉ាងសាហាវដោយឡើងធ្លាយពោះវៀនចេញមក Napoleon ពេលដែលឃើញខ្លួនរបស់គេប្រឡាក់ឈាមគេភ័យមែនតើពីព្រោះគាត់ថាគេបានជ្រុលដៃសម្លាប់ឆ្មារបស់គូនឹងគេកាលពីយប់មិញ Napoleon បញ្ញាប់សម្អាតនិងយកសាកសពឆ្មានឹងទៅបោះចោលយ៉ាងលឿននៅពេលដែលគេត្រឡប់មកវិញឃើញ Julius កំពុងតែរកឆ្មារបស់គេបែបនេះ Napoleon ខកប្រាប់ Julius ថាឆ្មានោះផែជារត់ចេញទៅលេងនៅក្រៅផ្ទះបាត់ហើយពេលដែល Julius ទៅធ្វើការបាត់ Napoleon ក៏បញ្ញាប់ទៅហាងលក់ឆ្មាដើម្បីស្វែងរកឆ្មាថ្មីមួយទៀតដែលមានរូបរាងដូចនឹងឆ្មាចាស់មកជំនួសឆ្មាដែលបានងាប់បាត់នោះ Napoleon ដើរមើលហាង4កន្លែងហើយ
ប៉ុន្តែអត់មានឃើញហាងណាដែលមានឆ្មាដូចហ្នឹងទាល់តែសោះនៅពេលដែលគេចូលទៅដល់ហាងទី5គេសប្បាយចិត្តមែនតើនៅពេលដែលឃើញឆ្មាមួយមានរូបរាងដូចបេះបិទទៅនឹងឆ្មាដែលបានងាប់នោះបែបហ្នឹងអ្នកប៉ូលីនប្រាប់ទៅកាន់ម្ចាស់ហាងនេះថាគេចង់បានឆ្មាមួយនេះតែម្ចាស់ហាងប្រាប់គេវិញថាអត់បានទេពីព្រោះតែឆ្មានេះមានម្ចាស់រួចទៅហើយគ្រាន់តែម្ចាស់គេអត់ទាន់មកយកវាតែប៉ុណ្ណោះហើយទាំងអស់គ្នាដឹងអត់ថាម្ចាស់ហាងលក់ឆ្មាហ្នឹងគឺជាណាគេម្នាក់នោះគឺជា Verna អ្នកប៉ូលីនថាគេអត់ខ្វល់ទេគេនឹងយកឆ្មានេះទៅមិនថាត្រូវចំណាយលុយប៉ុណ្ណានោះទេ Verna ក៏ព្រមមុនពេលយកឆ្មាហ្នឹងទៅអ្នកប៉ូលីនក៏ឲ្យ Verna កាន់ដើម្បីឲ្យគេថតរូបឆ្មានេះមកប៉ោះសិនគ្រាន់តែពេលដែលអ្នកប៉ូលីនយកឆ្មានេះមកដល់ផ្ទះភ្លាមវាក៏ខ្ញាវគេធ្វើឲ្យមានរបួសត្រង់ដែរនៅយប់នោះពេលដែលដេកអ្នកប៉ូលីនស្រាប់តែមានអារម្មណ៍ថាទើសក្រោមខ្នើយគេលើកខ្នើយនឹងមកមើលឃើញសត្វមួយងាប់ដែលត្រូវបានឆ្មាហ្នឹងពំមុខដាក់នៅព្រឹកបន្ទាប់ពេលដែលកំពុងតែរើអីវ៉ាន់អ្នកប៉ូលីនត្រូវបានឆ្មាហ្នឹងខ្ញាវភ្នែកដែលបណ្ដាលឲ្យគេឈឺមែនតើបន្ទាប់មកអ្នកប៉ូលីនក៏ចាប់ផ្ដើមឃើញសត្វងាប់ជាច្រើនពាសពេញផ្ទះហ្នឹងដែលត្រូវបានសត្វឆ្មាមួយនោះវាសម្លាប់នាំមកទីនេះអ្នកប៉ូលីនចាប់ផ្ដើមស្អប់ឆ្មាហ្នឹងខ្លាំងមែនតើគេទ្រាំលែងបានក៏ហៅ Verna មកយកឆ្មាហ្នឹងទៅវិញ Verna មកដល់ហៅអ្នកប៉ូលីនមកស្ដាប់ឮសំឡេងឆ្មាហ្នឹងនៅក្នុងជញ្ជាំងអ្នកប៉ូលីនដើរតាមស្ដាប់ក៏ប្រទះឃើញឆ្មាហ្នឹងកំពុងសម្លឹងមើលគេវាលោតមកតោងគេយ៉ាងស្អិតអ្នកប៉ូលីនខំបេះឆ្មាហ្នឹងចេញខាងពេកអ្នកប៉ូលីនចាប់ឆ្មាហ្នឹងយកម្រាមដៃមេរបស់គេរុកគ្រាប់ភ្នែកឆ្មាហ្នឹងរហូតដល់ធ្វើឲ្យភ្នែកឆ្មាហ្នឹងមកជាហៀងធ្លាក់មកឆ្មានេះក៏រត់កាត់ Verna នៅពេលដែល Verna ងាកមកគ្រាប់ភ្នែករបស់នាងក៏ជ្រុះចេញមកម្ខាងដូចជារបួសដែលអ្នកប៉ូលីនទើបតែធ្វើដាក់សត្វឆ្មាហ្នឹងមិញចឹងបន្ទាប់មក Verna ក៏បាត់ខ្លួនបាត់ទៅរួចអ្នកប៉ូលីនក៏ចាប់ដើមលឺសំឡេងឆ្មានោះចេញពីជញ្ជាំងម្ដងទៀតអ្នកប៉ូលីនខំទ្រាំលែងបានហើយគេក៏យកអាយុមកវាយជញ្ជាំងនេះដើម្បីចាប់ឆ្មាហ្នឹងយកមកសម្លាប់ចោលអ្នកប៉ូលីនធ្វើតាំងពីថ្ងៃរហូតដល់យប់ឡើងផ្ទះនេះទាំងមូលខ្ទេចខ្ទាំយ៉ាងខ្លាំងតែគេនៅតែចាប់ឆ្មាហ្នឹងអត់បានហើយពេលដែល Julius ចេញពីធ្វើការត្រឡប់មកដល់ផ្ទះវិញឃើញអ្នកប៉ូលីនមានសភាពដូចមនុស្សឆ្កួតបែបហ្នឹងគេក៏ភ័យមិនស្ទើរដែរអ្នកប៉ូលីនមើលឃើញឆ្មាហ្នឹងនៅលើវែងរងដែរគេក៏ស្ទុះទៅរកសម្លាប់វាភ្លាមតែឆ្មាហ្នឹងបានបាត់ខ្លួនរួចគេក៏បានធ្លាក់ពីលើផ្ទះនេះស្លាប់បាត់ហើយសមាជិកម្នាក់ទៀតរបស់គ្រួសារ Asher ក៏ត្រូវបាន Verna យកជីវិតទៅនៅឈុតបន្ទាប់គឺជាពិធីបុណ្យសពដោយគេរៀបចំធ្វើម្ដងសម្រាប់មនុស្ស3នាក់តែម្ដងគឺ Prospero, Camille និង Napoleon ពិធីចប់ Madeleine ក៏បានទទួលរូបថតដែលនាងប្រាប់ឲ្យ pin in hands ហើយនៅពេលដែលឆែកទូរស័ព្ទរបស់ Napoleon ទៅនាងក៏ឃើញរូបនេះទៀត Madeleine និង Roderick អត់ប្រកាសទេថានារីម្នាក់នេះគឺជាណាគេប៉ុន្តែពួកគេច្បាស់ក្នុងចិត្តមែនតើថានារីម្នាក់នេះមកដើម្បីបំផ្លាញគ្រួសាររបស់គេក៏បានប្រាប់ឲ្យ Pim ស៊ើបបន្ថែមអំពីនាង Pim រកឃើញរឿងដ៏ចម្លែកមួយចំនួនដោយទី1គឺអាសយដ្ឋានដែល Pim ស្រាវជ្រាវឃើញពី Verna វាគឺជាអាសយដ្ឋានផ្ទះដែល Madeleine និង Roderick ធ្លាប់រស់នៅជាមួយនឹងម្ដាយរបស់គេកាលពីក្មេងតែវាអត់សមជាអាសយដ្ឋានរបស់ Verna ទាល់តែសោះពីព្រោះថាផ្ទះនឹងនៅពេលនេះត្រូវបានគេបោះបង់ចោលបាត់ទៅហើយដែលគេអាចសន្មតបានថា Verna ប្រហែលជាដឹងថាពួកគេកំពុងតែតាមស៊ើបពីនាងហើយដាក់អាសយដ្ឋាននឹងមកដើម្បីឌឺមួយទៀតនោះគឺមានរូបថតជាច្រើនដែល Verna ឈរនៅក្បែរបុគ្គលល្បីឈ្មោះដូចជា David Koch អ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់របស់សហរដ្ឋអាមេរិក Gina Reinhardt មហាសេដ្ឋីនីម្នាក់ផ្នែកជំនួញខាងរ៉ែ Donald Trump និងបុគ្គលមានទ្រព្យនិងមានអំណាចជាច្រើនអ្នកទៀតហាក់បីដូចជានារីម្នាក់នេះនៅពីក្រោយខ្នងនៃការជោគជ័យរបស់មនុស្សទាំងនោះយ៉ាងចឹងឃើញអំពីរឿងទាំងអស់នេះទើប Madeleine និង Roderick នឹកឃើញដល់រឿងដែលបានកើតឡើងនៅក្នុងបារកាលពីឆ្នាំ1980 Madeleine មានអារម្មណ៍ថា Verna មកវិញដើម្បីយកសមាជិកដទៃទៀតនៃគ្រួសារ Asher ដូច្នេះ Madeleine ក៏បានហៅអង្គរៈ3នាក់មកដើម្បីឲ្យពួកគេតាមការពារ Frederick, Tamerlane និង Victorine និយាយមកដល់ Victorine យើងមកដឹងអំពីនាងម្ដងពេលនេះនាងកំពុងតែព្យាយាមផលិតបេះដូងសម្បត្តិនិមិត្តឲ្យជោគជ័យ Victorine ផលិតបាន prototype ជាច្រើនដែលនាងព្យាយាមយកវាទៅពិសោធន៍នៅលើសត្វស្វាដោយវះកាត់យកបេះដូងសត្វស្វាទាំងអស់នោះចេញនិងបានដាក់បេះដូងសម្បត្តិនិមិត្តនេះចូលបេះដូងសម្បត្តិនិមិត្តនេះវាដំណើរការល្អឯដែលធ្វើឲ្យស្វាទាំងអស់នោះងាប់ទាំងអស់បន្ទាប់ពីបានធ្វើការវះកាត់បេះដូងមួយរយៈពេលខ្លីបន្ទាប់ប៉ុន្តែ Victorine អាត្មានិយមនិងមានមហិច្ឆតាខ្ពស់ជ្រុលដែលធ្វើឲ្យនាងចង់លាក់រឿងនេះ
ដោយរាល់ពេលដែលសត្វស្វានាងពិសោធន៍រួចងាប់នាងយកសាកសពវាទៅបំផ្លាញចោលរួចយកស្វាថ្មីមកជំនួសនឹងបានសរសេរឯកសារបោកគេថាស្វាដែលនាងបានពិសោធន៍នោះវានៅរស់ធម្មតាទេនៅពេលដែលឪពុករបស់នាងបានលើដំណឹងថាបេះដូងសម្បនិមិត្តនេះវាដំណើរការជំនួសបេះដូងធម្មតាបានបែបហ្នឹងគាត់មកទូលឲ្យ Victorine បញ្ញត្តិធ្វើការពិសោធន៍បេះដូងសម្បនិមិត្តនេះទៅលើមនុស្សទៅដើម្បីឲ្យពួកគេមានសិទ្ធិអាចផលិតបេះដូងនេះដាក់លក់ឲ្យសាធារណជនយកទៅប្រើបាន Victorine ហេតុតែចង់យកចិត្តឪនាងពេកនាងក៏សុខចិត្តធ្វើទាំងដែលនាងដឹងហើយថាអ្នកណាដែលធ្វើការវះកាត់នោះអាចនឹងមានឱកាសខ្ពស់ដែលពួកគេត្រូវបាត់បង់ជីវិតពេលនេះនាងកំពុងពិបាកចិត្តរកនរណាម្នាក់ដើម្បីមកពិសោធន៍ធ្វើការវះកាត់បដូរបេះដូងមួយនេះ Victorine កំពុងដើរនាងស្រាប់តែបុកនារីចំណាម្នាក់ដែលនារីម្នាក់នោះគឺជា Verna ចាញ់មកសាកចិត្តរបស់ Victorine ប្រាប់គាត់ថានាងមកទីនេះដើម្បីព្យាបាលជំងឺបេះដូងរបស់គាត់បន្ទាប់ពីមើលឯកសារដែល Verna បកគលឲ្យនាងរួច Victorine ញញឹមពីព្រោះថានាងរកឃើញមនុស្សដើម្បីយកទៅពិសោធន៍បានហើយ Victorine ក៏បានហៅ Verna មកប្រាប់ថានាងនឹងធ្វើការវះកាត់បេះដូងដើម្បីព្យាបាលជំងឺឲ្យគាត់រួច Victorine ក៏បកគលក្តារជាច្រើនឲ្យ Verna ដើម្បីឲ្យគាត់ចុះហត្ថលេខាលើវានាងប្រាប់មកកាន់ Verna ថានេះគ្រាន់តែជាឯកសារធម្មតាដោយបើសិនជា Verna សញ្ញាវាទៅមានន័យថា Verna ព្រមទទួលការព្យាបាលពីមន្ទីរពេទ្យនេះតែប៉ុណ្ណោះទាំងដែលតាមពិតទៅវាគឺជាឯកសារដែលបើសិនជាអ្នកគេសញ្ញាលើវាទៅមានន័យថាគេនឹងព្រមបកគលខ្លួនរបស់គេឲ្យមក Victorine ធ្វើការពិសោធន៍ដោយបើទោះបីជាការពិសោធន៍នោះរួចអ្នកដែលទទួលការពិសោធន៍នោះនឹងត្រូវស្លាប់ក៏សមាជិកដទៃទៀតឬក៏រដ្ឋាភិបាលអត់មានសិទ្ធិប្តឹង Victorine នោះដែរ Victorine និយាយបន្លប់ទៅកាន់ Verna ដើម្បីកុំឲ្យគាត់អាចអានឯកសារនោះបានគ្រប់ជ្រុងជ្រោយ Verna ក៏សញ្ញាវា Victorine ប្រាប់នាងថាអាទិត្យក្រោយចាំមកធ្វើការវះកាត់រួច Verna ក៏ត្រឡប់ទៅវិញហើយការសាកចិត្តរបស់ Verna ទៅលើ Victorine ក៏ត្រូវចប់តែត្រឹមនេះនៅពេលដែល Alexandra សង្សាររបស់ Verine ដឹងអំពីរឿងនេះរួចនាងក៏មកប្រាប់ឲ្យ Victorine បញ្ចប់រឿងនេះភ្លាម Victorine ថាអត់ទេពួកគេក៏មានចំនួនជាមួយគ្នាយ៉ាងខ្លាំងរួច Victorine ក៏ជ្រុលដែរគប់អានេះដាក់ Alexandra យើងរំលងមកឈុតបន្ទាប់ឃើញ Victorine អង្គុយនៅក្នុង office របស់នាងថ្លង់នឹងសម្លេងមួយខ្លាំងមែនតើនាងស្ដាប់អត់ដឹងទេថាវាគឺជាអីប៉ុន្តែខ្ញុំប្រាប់ឲ្យអ្នកទាំងអស់គ្នាដឹងថាវាគឺជាសម្លេងបេះដូងសបនិមិត្តដំណើរការដោយសារតែទ្រាំជាមួយនឹងសម្លេងនេះអត់បានពេក Victorine ក៏រើសរុះឡើងពេញ office របស់នាងតែម្ដងប៉ុន្តែនៅតែរកអត់ឃើញនៅឧបករណ៍ដែលបង្កសម្លេងនោះចេញមកយប់នោះ Roderick មកផ្ទះរបស់ Victorine ដើម្បីសួរនាងថាតើការពិសោធន៍លើមនុស្សរបស់នាងនឹងធ្វើឡើងនៅថ្ងៃណាតែនៅពេលដែលគាត់ឃើញសភាពរបស់ Victorine នៅពេលនេះគាត់បារម្ភមែនតើពីព្រោះថាសភាពរបស់នាងនៅពេលនេះដូចជាមនុស្សវិកលចរិតមិនទេ Roderick ស្ដាប់ឮសម្លេងនេះចេញពីបន្ទប់មួយឃើញអ្វីមួយនៅក្នុងនោះធ្វើឲ្យគាត់ស្លុតចិត្តខ្លាំងមែនតើដោយសារតែវាគឺជាសាកសពរបស់ Alexandra ដែលត្រូវបាន Victorine ហែកទ្រូងដាក់បេះដូងសម្បនិមិត្តនោះចូលតោះយើងត្រឡប់ទៅកាន់អតីតកាលបន្តិចនៅពេលដែល Victorine គប់ដាក់ Alexandra នេះធ្វើឲ្យនាងដេកដកស្កាមួនរកមិនស្លាប់នៅពេលដែលអង្គរៈ Victorine ដែលកំពុងតែឈរមុខផ្ទះនាងឮសម្លេងបែបហ្នឹងគេក៏សួរថាមានការអីមានរឿងអីឲ្យគេជួយអត់ Victorine និយាយថាអត់ទេហើយនាងហាក់បីដូចជាបាត់បង់សតិមិនដឹងទេនាងក៏ចាប់ផ្ដើមវះទ្រូងរបស់ Alexandra រួចដាក់បេះដូងសម្បនិមិត្តមួយចូលត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញខណៈពេលដែល Roderick កំពុងតែស្លន់ Victorine ដើរចូលមកនិយាយជាមួយសាកសពរបស់ Alexandra ថាហ่าអូននៅទីនេះបងខំទៅរកអូនឡើងមួយថ្ងៃណា Roderick ឃើញសភាពកូនដោយមនុស្សវិកលចរិតបែបហ្នឹងគាត់ក៏ព្យាយាមលួង Victorine ដើម្បីឲ្យគាត់អាចយកនាងទៅកន្លែងផ្សេងបាន Victorine ក៏យកក្បិតមកចាក់បេះដូងរបស់នាងធ្វើឲ្យនាងស្លាប់ម្នាក់ទៀតហើយសមាជិកទី4នៃគ្រួសារ Asher ក៏ត្រូវបាន Verna យកជីវិតបាត់ទៅបន្ទាប់ពីនេះក៏ដល់វេនរបស់ Tamerlane តោះគ្នាប្រហែលជាដឹងការពីដើមសាច់រឿងស្រាប់ហើយថា Tamerlane នាងមានលក្ខណៈចម្លែកម្យ៉ាងគឺនាងចូលចិត្តហៅស្រី Roxy ឲ្យមកសម្ដែងធ្វើជានាងនិងឲ្យប្តីនាងដេកជាមួយនារី Roxy ម្នាក់នោះរួចនាងចូលចិត្តអង្គុយមើលសកម្មភាពនោះនៅយប់មួយនាងហៅស្រី Roxy ម្នាក់ឲ្យមកធ្វើរឿងជាមួយប្តីនាងដោយរាល់ដងប៉ុន្តែនៅពេលដែលនាងបើកទ្វារទទួលយកស្រី Roxy ម្នាក់នោះគេមិនមែនជាម៉ួយប្រចាំរបស់នាងនោះទេដែលអ្នកថ្មីនេះគឺជា Verna ប្រាប់ថាអ្នកចាស់នោះគេឈឺដោយនាងនឹងមកជំនួសនារីម្នាក់នោះ
Chamberlain អត់ដែលស្គាល់ Verna ផងនាងក៏បើកទ្វារឲ្យ Verna ចូលដោយធម្មតាធ្វើវារួច Verna ក៏ចេញពីផ្ទះនឹងវិញព្រឹកបន្ទាប់ពេលដែល Chamberlain មើល live របស់ប្តីនាងបង្រៀនគេហាត់ប្រាណ Chamberlain ក៏ឃើញ Verna ជាអ្នករាំម្នាក់នៅក្នុង live នោះដែរនៅពេលដែលប្តីនាងត្រឡប់មកវិញនាងក៏ឆ្លោះជាមួយ Bill ថាហេតុអីបានជាគេយកស្រីម្នាក់នោះទៅ live ជាមួយគេយ៉ាងចឹង Bill ថាគេអត់បានធ្វើវាហើយគេក៏អត់បានឃើញនារីម្នាក់នោះនៅកន្លែងដែលគេ live នោះផងដែរ Bill សុំទោស Chamberlain ជឿរួចនាងក៏អភ័យទោសឲ្យប្តីរបស់នាងនៅថ្ងៃបន្ទាប់ពេលដែល Chamberlain បើក live របស់ប្តីនាងមើលម្ដងទៀតនាងក៏ឃើញ Verna រាំពីក្រោយប្តីនាងដដែលហើយលើកនេះមិនថា Bill ខំបកស្រាយការពិតប្រាប់ Chamberlain យ៉ាងណានោះទេក៏នាងលែងជឿគេដែរហើយនាងក៏បានដេញប្តីនាងចេញពីផ្ទះថ្ងៃសម្ពោធគ្រឿងសម្អាងរបស់ Chamberlain បានមកដល់អ្នករៀបចំកម្មវិធីប្រាប់ Chamberlain ថាឲ្យនាងនៅរងចាំពីក្រោយឆាកនេះសិនហើយនៅពេលដែលគេហៅឈ្មោះរបស់នាងឲ្យចេញមកចាំនាងចេញមកគេហៅឈ្មោះរបស់ Chamberlain នាងចេញទៅស្រាប់តែឃើញ Verna ស្លៀកពាក់ជានាងកំពុងតែឈរនិយាយសម្ពោធផលិតផលជំនួសនាង Chamberlain ភ័យមែនទែននៅពេលដែលឃើញ Verna មកជំនួសនាងបែបនេះនាងក៏បានរត់ចេញទៅដោយស្លន់ស្លោចំពោះទស្សនិកជនគេអត់ឃើញ Verna ទេអញ្ចឹងនៅពេលដែលឃើញ Chamberlain រត់ចេញមកទាំងស្លន់ស្លោបែបនេះពួកគេឆ្ងល់មែន Verna លែងឲ្យ Chamberlain មើលឃើញនាងហើយនាងក៏ព្យាយាមសម្រួលអារម្មណ៍និងនិយាយកែប្រែស្ថានភាពវិញគ្រាន់តែពេលដែល Chamberlain ចាប់ផ្ដើមធ្វើឲ្យស្ថានភាពបានល្អប្រសើរវិញ Verna ក៏ចាប់ផ្ដើមរីកឡើងម្ដងទៀតដោយលើកនេះជាទម្រង់រូបថតនៅលើ LED តែម្ដង Chamberlain ក៏ចាប់ផ្ដើមមាន mental breakdown Verna ក៏បានលេចឡើងក្នុងចំណោមទស្សនិកជនខាងពេក Chamberlain ក៏លើកជើងមេក្រូមួយគប់ទៅទីនោះ Verna រលាយបាត់ជើងមេក្រូនឹងក៏ត្រូវក្បាលទស្សនិកជនម្នាក់យ៉ាងខ្លាំងមែនទែនឃើញសភាពនៅទីនេះអញ្ញាញ៉ៃបែបហ្នឹង Chamberlain ទ្រាំលែងបានហើយនាងក៏បញ្ញាធ្វើដំណើរទៅផ្ទះនាងវិញមើលទៅកញ្ចក់ជុំវិញផ្ទះរបស់នាងទៅនាងឃើញខ្លួនឯងជា Verna Chamberlain ខឹងកាន់តែខ្លាំងនាងក៏យកអានេះមកវាយបំបាយកញ្ចក់ទាំងអស់នោះចាស់ Chamberlain ក៏ដើរទៅវាយកញ្ចក់រហូតដល់ក្នុងបន្ទប់របស់នាងនាងមើលឃើញ Verna នៅក្នុងកញ្ចក់ពីដានរបស់នាង Chamberlain លោតទៅវាយដុំកញ្ចក់នោះបែកបាក់ជាដុំធំៗវាក៏បានធ្លាក់មកចាក់ពេញខ្លួន Chamberlain ហើយ Chamberlain Asher គឺជាសមាជិកគ្រួសារទី5ដែលត្រូវ Verna យកជីវិតទៅអ្នកបន្ទាប់ទៀតគឺ Frederick កូនប្រុសច្បងរបស់ Roderick Asher បន្ទាប់ពីពេលដែល Pym ឲ្យទូរស័ព្ទមកគេដោះសោរួចគេព្យាយាមដោះសោរហូតប៉ុន្តែគេចំណាយពេលច្រើនថ្ងៃមែនតើទើបអាចដោះសោទូរស័ព្ទនឹងបានហើយនៅពេលដែលគេរកនៅក្នុងទូរស័ព្ទនឹងឃើញថា Morel បានទៅ Club Prospero ដើម្បីដេកជាមួយប្រុសផ្សេង Frederick គេប្រែប្រួលយ៉ាងខ្លាំងដោយការពីមុនពេលដែលគេអត់ទាន់ដឹងគេស្រឡាញ់មើលថែនាងយ៉ាងយកចិត្តទុកដាក់តែបន្ទាប់ពេលដែលគេដឹងគេខឹងសម្នាងមែនតើក៏មានបំណងចង់ធ្វើបាបប្រពន្ធរបស់គេវិញដោយពីដំបូង Frederick បានយកប្រពន្ធគេចេញពីពេទ្យពេលដែលយកមកដល់ផ្ទះគេក៏ចាប់ផ្ដើមចាក់ថ្នាំញៀនចូលទៅក្នុងសេរ៉ូមរបស់ប្រពន្ធគេដោយសភាពប្រពន្ធរបស់គេមានសភាពកាន់តែយ៉ាប់ទៅនៅថ្ងៃនេះ Frederick ចាក់ថ្នាំញៀនចូលទៅក្នុងសេរ៉ូមរបស់ Morel ម្ដងទៀតដោយលោកនេះគេចាក់ច្រើនមែនតើក្នុងបំណងចង់សម្លាប់នាងចោលតែម្ដងរួចគេក៏បញ្ញាប់ចេញពីផ្ទះដើម្បីទៅមើលកន្លែងការងាររបស់គេដោយកន្លែងដែល Frederick ត្រូវទៅមើលហ្នឹងវាគឺជាការវាយបំផ្លាញចោលអគារមួយ Frederick យកអាយកូមួយពីក្រុមអ្នកចាំប្រើម៉ាស៊ីននេះដើម្បីវាយបំផ្លាញអគារហ្នឹងរួចគេក៏ប្រាប់អ្នកទាំងនោះថាគេចូលទៅក្នុងនឹងមួយផ្លាតចាំពេលដែលគេអាយកូប្រាប់ថាឲ្យវាយអគារហ្នឹងចាំអ្នកទាំងអស់គ្នាវាយអគារហ្នឹងមក Frederick ចូលទៅក្នុងនឹងតែម្នាក់ឯងព្រាមនោះគេក៏ដួលចុះគៀងកំរើកលែងកើតមកតួខ្លួន Verna លេចឡើងនិងនិយាយដាក់ Frederick ថានៅក្នុងចំណោមសមាជិកគ្រួសារ Asher ទាំងអស់គឺមានតែ Frederick ឯងដែលនាងចង់សម្លាប់និងនាងចង់ឲ្យស្លាប់វេទនាខ្លាំងជាងគេគឺដោយសារតែគេមានចិត្តសាហាវខូខើធ្វើបាបប្រពន្ធខ្លួនឯងខ្លាំងបែបហ្នឹង Verna យកអាយកូពី Frederick មកនិយាយដោយត្រាប់សម្លេងរបស់ Frederick ថាវាយអាគារនេះ All clear អ្នកនៅខាងក្រៅអត់ឃើញ Frederick ចេញទៅវិញផងគេក៏សួរបញ្ជាក់តែ Verna ឆ្លើយមកម្ដងទៀតថាគេឲ្យវាយក៏វាយកុំសួរនាំច្រើនពេកប្រយ័ត្នមានបាញ់ The fuck did I say Swing it អាគារនេះក៏ចាប់ផ្ដើមបាក់មានបំណែកដែកបាក់បាយមួយធ្លាក់មកវាយល់ទៅមកពាក់កណ្ដាលខ្លួន Frederick បែកបាយហ្នឹងវាធ្លាក់មកកាន់តែជិតប៉ះ Frederick ខ្លាំងទៅខ្លាំង Frederick ភ័យខ្លាំងមែនតើប៉ុន្តែគេអាចធ្វើអីបានដើម្បីជួយខ្លួនឯងនោះទេដៃនោះយល់មកប៉ះគេពោះរបស់ Frederick ចាប់ផ្ដើមវះម្ដងបន្តិចនៅពេលដែលដៃហ្នឹងកាន់តែទៀតទៅខ្លួនរបស់ Frederick ដាច់កាន់តែជ្រៅទៅរហូតដល់ខ្លួនរបស់គេ
ដាច់ជាពីរតែម្ដងហើយ Frederick Asher គឺជាសមាជិកទី6ដែលត្រូវ Verna យកជីវិតទៅបកត្រឡប់ក្រោយមកដល់ផ្ទះរបស់ Frederick ម្ដងតាំងពីពេលដែល Frederick ដឹងថា Morel បានទៅ sex club រួចគេអត់ដែលឲ្យ Lenore កូនស្រីរបស់គេចូលទៅមើល Morel នោះទេតែនៅថ្ងៃនេះពេលដែល Frederick រវល់ទៅធ្វើការបាត់នាងក៏លួចចូលទៅមើលនៅពេលដែលឃើញសភាពរបស់ម្ដាយនាងបែបនេះនាងបញ្ញាប់បញ្ជូនគាត់ទៅមន្ទីរពេទ្យទាំងក្នុងចិត្តស្អប់ឪពុកនាងពីព្រោះថានាងដឹងថាគ្មានអ្នកណាក្រៅពីឪពុកនាងនោះទេដែលជាអ្នកធ្វើឲ្យម្ដាយរបស់នាងធ្លាក់ខ្លួនមកដល់បែបហ្នឹង Morel ត្រូវបានគេជួយសង្គ្រោះបានសម្រេចនៅឈុតបន្ទាប់គឺជាបុណ្យសពដែលគេធ្វើឲ្យ Victorine, Tamerlane និង Frederick បន្ទាប់ទៀតមកដល់ Madeline នាងសម្រេចចិត្តទៅផ្ទះចាស់របស់នាងម្ដងទៀតដើម្បីជួប Verna នាងទៅជួបមែន Madeline សុំ Verna បដូរលក្ខខណ្ឌនៃការដោះដូរមួយនោះ Verna ប្រាប់ថាការព្រមព្រៀងនោះវាអាចផ្លាស់ប្ដូរបាននោះទេ Verna ក៏បានបញ្ជាក់ម្ដងទៀតថាសមាជិកគ្រួសារ Asher ទាំងអស់នឹងត្រូវស្លាប់មុនពេលដែល Roderick នឹងស្លាប់ឬបែបនេះ Madeline ក៏មានកំណត់មួយដែលបណ្ដាលឲ្យ Madeline គិតថាបើសិនជានាងធ្វើវារួចនាងនឹងអាចបញ្ឈប់គ្រប់យ៉ាងបានសម្រេចគឺ Madeline គិតថានាងនឹងត្រូវសម្លាប់ Roderick ឲ្យបានមុនពេលដែល Verna យកជីវិត Roderick ទៅដោយនាងគិតថាបើសិនជានាងធ្វើបែបហ្នឹងបានជីវិតរបស់នាងនិង Lenore អាចនឹងរួចខ្លួន Madeline ក៏យកថ្នាំពុលទៅឲ្យបងប្រុសរបស់នាងលេបដើម្បីឲ្យគាត់សម្លាប់ខ្លួននៅពេលដែលគាត់លេបរួចគាត់ប្រកាច់រួចនាងក៏បានដើរចេញពីទីនឹងបាន Verna លេចឡើងប្រោស Roderick ឲ្យមានជីវិតវិញរួចនាងក៏និយាយថាពេលវេលាដែលលោកស្លាប់អត់ទាន់មកដល់ទេហើយគម្រោងដែល Madeline ព្យាយាមធ្វើនេះវាក៏បានសម្រេចដែរនៅយប់នោះពេលដែល Lenore រៀបចូលគេង Verna ក៏លេចឡើងនិយាយទៅកាន់ Lenore ថានាងមកទីនេះដើម្បីយកជីវិត Lenore ស្រាប់ហើយនាងអត់មានភ័យខ្លាចឬក៏តក់ស្លុតអីទាល់តែសោះបន្ទាប់មក Verna ក៏បានយកជីវិត Lenore ទៅដោយនាងធ្វើឲ្យ Lenore ស្លាប់ទៅដោយមានការឈឺចាប់អីនោះទេនៅឈុតបន្ទាប់ Madeline ឃើញ Roderick មានជីវិតវិញនាងភ្ញាក់ផ្អើលទៅទួចបំផុតពីព្រោះអីនាងរំពឹងថារឿងនេះអាចនឹងកើតឡើងបន្ទាប់មកពីអ្នកបងប្អូននេះក៏ទៅផ្ទះចាស់របស់ពួកគេនៅយប់នោះពួកគេក៏អង្គុយផឹកស្រាជាមួយគ្នាហើយ Madeline ក៏ត្រូវបានបងនាងដាក់ថ្នាំនៅក្នុងស្រានោះបំពុលស្លាប់បាត់ទៅបន្ទាប់មក Roderick ក៏យកនាងទៅខ្វះភ្នែកទាំងសងខាងដូរភ្នែករបស់នាងដាក់ជាដុំថ្មបែបនេះវិញដែល Roderick ធ្វើរឿងហ្នឹងគឺមិនមែនដោយសារតែគេខឹងស្អប់ប្អូនរបស់គេនោះទេដែលពិធីមួយនេះគឺជាពិធីដែលគេធ្វើឲ្យម្ចាស់ស្ត្រីអេស៊ីបកាលពីជំនាន់បុរាណនៅពេលដែលម្ចាស់ស្ត្រីទាំងនោះស្លាប់បាត់ទៅដើម្បីធ្វើឲ្យសាកសពមួយនោះមានសភាពល្អជានិច្ចនិងផ្ដល់កិត្តិយសឲ្យទៅកាន់ម្ចាស់សាកសព Roderick ដឹងថាពេលវេលារបស់គាត់សល់អត់ច្រើនទៀតទេគាត់ក៏ទៅហៅ Augustine ឲ្យមកទីនេះរួចសារភាពគ្រប់យ៉ាងប្រាប់ឲ្យគេស្ដាប់រួមទាំងអំពើអាក្រក់ទាំងអស់ដែលសមាជិកគ្រួសារ Asher បានធ្វើ Roderick ក៏បានប្រាប់ផងដែរថាដោយសារតែថ្នាំបំបាត់ការឈឺចាប់ដែលក្រុមគ្រួសាររបស់គាត់បានផលិតមកវាធ្វើឲ្យមនុស្សជាច្រើនដែលមានបញ្ហាជីវិតនិងបានស្លាប់ខណៈពេលដែល Roderick កំពុងតែអង្គុយសារភាពសម្លេងតែទៅលើក្តោងក្តាំងបន្លឺឡើងចេញពីបន្ទប់ដាក់សាកសពរបស់ Madeline និយាយចប់សាកសពរបស់ Madeline ក៏ចេញមកច្បាច់ក Roderick ផ្ទះនេះក៏ចាប់ផ្ដើមបាក់បែក Augustine គាត់ក៏បង្ខំចិត្តរត់ចេញពីផ្ទះនឹងយ៉ាងលឿនគ្រាន់តែគាត់ផុតជើងពីផ្ទះនឹងភ្លាមតួផ្ទះនេះទាំងមូលក៏រលំបាក់សង្កត់បងប្អូនមួយគូនេះរយៈពេលគ្រាន់តែ2អាទិត្យតែប៉ុណ្ណោះគ្រួសារ Asher ដែលជាគ្រួសារមានទាំងទ្រព្យនិងទាំងអំណាចក៏បានរលាយខ្លាចជាផេះផោប្រពន្ធក្រោយរបស់ Roderick នាងក៏ទទួលបានទ្រព្យសម្បត្តិទាំងអស់នាងក៏បានប្រើប្រាស់វាដើម្បីទៅធ្វើរឿងមនុស្សធម៌នៅឈុតចុងក្រោយយើងឃើញក្អែកមួយទុំនៅលើភ្នូររបស់គ្រួសារ Asher វាក៏ប្រែខ្លួនទៅជា Verna វិញនាងក៏យករបស់នីមួយៗដែលបានសម្រាប់សមាជិកគ្រួសារនេះមកដាក់នៅលើភ្នូររបស់គេបន្ទាប់មកនាងក៏ប្រែខ្លួនទៅជាសត្វក្អែកវិញនិងបានហើរចេញបាត់ទៅហើយរឿងនេះក៏ចប់